ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងគ្នាមកស្វែងយល់ក៏ដូចជាមកស្គាល់ប្រភេទសត្វកម្រមួយប្រភេទនៅក្នុងប្រទេសកម្ពុជាយើងបងប្អូននោះគឺជាប្រភេទខ្លាឃ្មុំដែលមានឈ្មោះថាជាខ្លាឃ្មុំខ្មៅអាស៊ីឬក៏ឈ្មោះជាជីវសាស្ត្ររបស់វាគឺ Asiatic Black Bear ឬឈ្មោះម្យ៉ាងទៀតរបស់វាគឺខ្លាឃ្មុំធំបងប្អូនសត្វប្រភេទនេះគឺជាប្រភេទសត្វកម្រនិងចិត្តផុតពូជបងប្អូនហើយត្រូវបានចាត់ជាប្រភេទដែលងាយរងគ្រោះបំផុតនៅក្នុងបញ្ជីអង្គការ IUCN និងជាប្រភេទសត្វដែលងាយរងគ្រោះលើពិភពលោកហើយត្រូវបានចាត់ទៅក្នុងឧបសម្ព័ន្ធនៃអនុសញ្ញា ICTEA ផងដែរបងប្អូនគេឃើញមានវត្តមានខ្លាឃ្មុំខ្មៅអាស៊ីនេះគឺនៅក្នុងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍រហូតទៅដល់អាស៊ីខាងកើតដែលឡែកខ្លាឃ្មុំខ្មៅអាស៊ីក៏ដូចជាខ្លាឃ្មុំធំក៏ឃើញមាននៅក្នុងប្រទេសកម្ពុជាយើងផងដែរដែលវាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅក្នុងភូមិភាគឦសានភូមិភាគខាងកើតភូមិភាគខាងជើងនិងភូមិភាគនិរតីនៃប្រទេសកម្ពុជាប្រភេទខ្លាឃ្មុំខ្មៅអាស៊ីក៏ដូចជាខ្លាឃ្មុំធំនេះគឺជាប្រភេទសត្វសត្វពាសីបងប្អូនវាស៊ីចំណីចម្រុះជាអាហាររួមមានរុក្ខជាតិក៏ដូចជាសត្វផងដែរប្រភេទខ្លាឃ្មុំធំនេះបងប្អូនវាចាប់ផ្ដើមបង្កកំណើតនៅចន្លោះអាយុពី4ទៅ5ឆ្នាំបងប្អូនហើយជាទូទៅវាបង្កកំណើតក៏ដូចជាបន្តពូជនៅក្នុងអំឡុងខែមិថុនានិងខែកក្កដាហើយវាបង្កើតកូននៅក្នុងអំឡុងខែវិច្ឆិកាដល់ខែមីនាបងប្អូនដែលជាទូទៅវាបង្កើតកូនម្ដងបាន1ទៅ2ក្បាលបន្ទាប់ពីវាពោះពោះរយៈពេល7ទៅ8ខែជួនកាលក៏វាកូនពី3ទៅ4ក្បាលដែរបងប្អូនប៉ុន្តែករណីបែបនេះវាក្រមានណាបងប្អូនចំពោះកូនខ្លាឃ្មុំបងប្អូនដែលវាកើតមកហើយគឺវារស់នៅជាមួយមេវារហូតដល់អាយុ3ឆ្នាំបងប្អូនហើយជួនកាលក៏វារស់នៅជាមួយមេវារហូតដល់មេវានឹងមានកូនមួយទៀតសូមបញ្ជាក់បងប្អូនថាប្រភេទខ្លាឃ្មុំធំក៏ដូចជាខ្លាឃ្មុំខ្មៅអាស៊ីនេះក៏ឃើញមានវត្តមានផងដែរនៅក្នុងបណ្ដាប្រទេសប៉ាគីស្ថានប្រទេសភូមាប្រទេសថៃភាគខាងជើងប្រទេសឡាវនិងប្រទេសវៀតណាមផងដែរខ្លាឃ្មុំធំនេះគឺវាមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាឃ្មុំទាំងអស់បងប្អូនដងខ្លួនរបស់វាគ្របដណ្ដប់ដោយរោមក្រាស់ហើយវែងពណ៌ក្រមៅត្នោតនិងមានឆ្នូតពណ៌លឿងរាងអក្សរវេបងប្អូននៅផ្នែកខាងក្រោមជាពិសេសគឺត្រង់ចំណុចដើមទ្រូងរបស់វាគឺរាងអក្សរវេឆ្នូតវេហ្នឹងបងប្អូនស្លឹកត្រចៀករបស់វាគឺមានទំហំធំជាងខ្លាឃ្មុំតូចនិងមានប្រវែងដងខ្លួនប្រមាណជាពី120 សង់ទីម៉ែត្រទៅ150 សង់ទីម៉ែត្រចំពោះអាឈ្មោលវាមានទម្ងន់ជាមធ្យមបងប្អូនពី110ទៅ150គីឡូក្រាមចំណែកឯមីញីវិញគឺវាមានទម្ងន់ប្រមាណជាពី65ទៅ90គីឡូក្រាមប្រអប់ជើងរបស់វាមានទម្រង់ស្រដៀងនឹងប្រអប់ជើងមនុស្សយើងបងប្អូនចំណែកឯកតាជីវសាស្ត្ររបស់វាវិញបងប្អូនខ្លាឃ្មុំខ្មៅអាស៊ីក៏ដូចជាខ្លាឃ្មុំធំនេះជាប្រភេទសត្វរស់នៅឯកបងប្អូនរស់នៅតែម្នាក់ឯងទេហើយវារស់នៅជាគូនោះគឺនៅពេលដែលវាបន្តពូជតែប៉ុណ្ណោះនឹងចូលចិត្តរស់នៅតាមទីជម្រកតំបន់ខ្ពង់រាបតំបន់ព្រៃពាក់កណ្ដាលព្រៃស្រោងតំបន់វាលស្មៅក្រាស់និងព្រៃរបស់ចម្រុះបងប្អូនសត្វប្រភេទនេះជាទូទៅគឺវាដេកនៅពេលថ្ងៃតាមប្រហោងគល់ឈើធំរូងភ្នំនិងប្រហែតថ្មជាធម្មតារបស់វាបងប្អូនវាចេញរកស៊ីនៅពេលយប់ក៏ប៉ុន្តែក៏គេឃើញវាចេញរកស៊ីនៅពេលថ្ងៃផងដែរបងប្អូនជាពិសេសនៅរដូវផ្លែឈើទុំបងប្អូនវាចេញមករកផ្លែឈើស៊ីហើយចំណីរបស់វាមានដូចជាឃ្មុំមរួតឬឈើសត្វល្អិតនិងរុក្ខជាតិវាមានលក្ខណៈពិសេសក្នុងការបន្សាំផងដែរទៅនឹងចំណីផ្សេងបានន័យថាវាអាចស៊ីអ្វីផ្សេងក្រៅពីឃ្មុំមរួតហ្នឹងបងប្អូនក៏វាស៊ីអីផ្សេងដែរវាបន្សាំទៅនឹងអាហារថ្មីធ្វើឲ្យវាមានទម្លាប់នៃការស៊ីអាហារថ្មីផ្សេងពីអាហារដែលរៀបរាប់ខាងលើហ្នឹងចំពោះខ្លាឃ្មុំខ្មៅអាស៊ីនេះឬក៏ Asiatic Black Bear នេះវាមានអាយុអាចរស់នៅបានរហូតដល់30ឆ្នាំជាងណាបងប្អូនហើយសត្វខ្លាឃ្មុំនេះបច្ចុប្បន្នគឺទទួលនឹងការគំរាមកំហែងពីកត្តាជាច្រើនរួមមានការបាត់បង់ទីជម្រកដែលវារស់នៅការបរបាញ់ការជួញដូរសត្វព្រៃខុសច្បាប់ក៏ដូចជាការប្រមាញ់ដើម្បីយកស្បែកក្រចកប្រមាត់និងការចាប់យកមកចិញ្ចឹមជាដើមបងប្អូន
វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត